ដំបូងខ្ញុំសូមជំរាបសួរលោកគ្រូទេខ្ញុំឈ្មោះស្រុនស្រីណេតមកពីថ្នាក់ M ដែលមានលេខរៀងទី6នេះគឺជាស្វ័យសិក្សាសប្តាហ៍ទី5របស់ខ្ញុំតកតងជាសប្តាហ៍ទី5នេះដែរគេនិយាយពីការវាយតម្លៃក្នុងម៉ោងនិងការវាយតម្លៃតាមដំណាក់កាលដែលផ្អែកលើការវាយតម្លៃបញ្ចប់នឹងមេរៀនសប្តាហ៍ទី5នេះដែរខ្ញុំមានមាតិការបស់ខ្ញុំមាន4ចំណុចទី1សេចក្តីផ្ដើមចំណុចទី2វដ្តនៃការវាយតម្លៃតាមដំណាក់កាលចំណុចទី3របស់ខ្ញុំការវាយតម្លៃក្នុងម៉ោងចំណុចទី4ការវាយតម្លៃតាមដំណាក់កាលដែលផ្អែកលើការវាយតម្លៃបញ្ចប់អញ្ចឹងខ្ញុំសូមចូលទៅដល់ចំណុចខ្ញុំសេចក្តីផ្ដើមរបស់ខ្ញុំមានការវាយតម្លៃក្នុងម៉ោងនិងការវាយតម្លៃតាមដំណាក់កាលដែលផ្អែកលើការវាយតម្លៃបញ្ចប់មានសារៈសំខាន់នឹងក្នុងការវាស់វែងសមត្ថភាពរបស់សិស្សក្នុងម៉ោងឬបញ្ចប់នៅពេលបញ្ចប់និងគ្រូអាចដឹងពីសមត្ថភាពក្នុងការបង្រៀនផងដែរតកតងជាមួយនឹងចំណុចដែរខ្ញុំចង់និយាយពីការវាយតម្លៃក្នុងម៉ោងនេះវាមានសារៈសំខាន់មិនតកតងមួយតម្លៃក្នុងការវាយតម្លៃក្នុងម៉ោងវាមានសារៈសំខាន់ខ្លាំងណាស់ដោយសារអីចេះនៅពេលដែលគ្រូបង្រៀនមេរៀនទៅសិស្សមួយពេលដែលលោកគ្រូគាត់ផ្ដល់សួរសំណួរដល់សិស្សស្រាប់តែឆ្លើយមួយគាត់រួចចាំមានថាប្រសិទ្ធភាពនៃការវាយតម្លៃរបស់គាត់ហ្នឹងគឺល្អគាត់បរៀនសិស្សបានល្អបរៀនទៅសិស្សយល់សិស្សអាចចាប់បានពីចំណុចដែលគាត់បរៀនហ្នឹងអញ្ចឹងអាហ្នឹងយើងអាចវាស់វែងបានភ្លាមហ្មងថាសិស្សណាយកចិត្តទុកដាក់ក្នុងមេរៀនសិស្សណាអត់សូវយកចិត្តទុកដាក់ក្នុងការរៀនហ្នឹងទេអញ្ចឹងអាហ្នឹងយើងអាចវាយតម្លៃរបស់គាត់បានភ្លាមតែម្ដងហើយតាក់ទងជាមួយនឹងការវាយតម្លៃបញ្ចប់ហ្នឹងមិនវាយតម្លៃបញ្ចប់ឧទាហរណ៍ថាគាត់រៀនមេរៀនចប់មេរៀនទី1មេរៀនទី1តាក់ទងមានប្រហែលចំណុច4ចំណុច5ចំណុច6ចំណុចអីចឹងទៅស្រាប់តែចប់មេរៀនគាត់ចាប់ផ្ដើមសួរបកមកវិញសួរបកពីយើងគាត់ចប់ហើយគាត់បកមកចំណុចទី1ទី2ឬក៏ទី3មកវិញសួរសិស្សឆ្លើយរួចមានន័យថាប្រសិទ្ធភាពនៃការវាយតម្លៃរបស់គាត់ហ្នឹងគឺល្អអញ្ចឹងអាហ្នឹងក៏គាត់ដឹងពីសមត្ថភាពរបស់គាត់ពីបច្ចេកទេសផ្ទាល់ខ្លួនរបស់គាត់ក្នុងការបង្រៀនសិស្សនឹងដែរអញ្ចឹងចំណុចសេចក្តីផ្ដើមរបស់ខ្ញុំសូមចោលតែប៉ុណ្ណឹងខ្ញុំសូមចូលដល់ចំណុចទី2ជាមួយនឹងវដ្តនៃការវាយតម្លៃតាមដំណាក់កាលតើតើជាមួយនឹងការវាយតម្លៃហ្នឹងមានខ្ញុំបានលើកពីដំណាក់កាលទី1ការវាយតម្លៃក្នុងម៉ោងដំណាក់កាលទី2ការវាយតម្លៃតាមដំណាក់កាលដោយផ្អែកលើការបញ្ចប់ហើយតកតងជាមួយនឹងចំណុច2ធំតកតងជាមួយនឹងការវាយតម្លៃហ្នឹងខ្ញុំក៏មានចំណុចទូចនៅក្នុងហ្នឹងដែរតកតងជាមួយនឹងការវាយតម្លៃក្នុងម៉ោងខ្ញុំមាន2ចំណុចទូចដូចជាភ្លាមនិងមានគម្រោងហើយការវាយតម្លៃតាមដំណាក់កាលដែលផ្អែកលើការវាយតម្លៃបញ្ចប់ហ្នឹងខ្ញុំក៏មានចំណុច3ទូក្នុងហ្នឹងដែរដូចជាការវាយតម្លៃក្នុងថ្នាក់ទូទៅនិងថ្នាក់ធំអញ្ចឹងខ្ញុំសូមចំណុចទី2របស់ខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងហើយខ្ញុំសូមតទៅចំណុចបន្ទាប់តកតងចំណុចទី3របស់ខ្ញុំគឺជាការវាយតម្លៃក្នុងម៉ោងអីគេទៅជាការវាយតម្លៃក្នុងម៉ោងការវាយតម្លៃក្នុងម៉ោងគឺជាការវាយតម្លៃពីសមត្ថភាពរបស់សិស្សនៅពេលកំពុងសិក្សាការសង្កេតការកែលម្អនៅពេលដែលសិស្សធ្វើខុសឬក៏មានកំហុសកើតឡើងនៅពេលកំពុងសិក្សាឧទាហរណ៍គ្រូសួរសំណួរទៅសិស្សពេលកំពុងរៀនគ្រូសួរមិនសួរអីពេលកំពុងរៀនចាំមានថាចំណុចមួយហ្នឹងគេចង់និយាយថាចេះឧទាហរណ៍ថាលោកគ្រូអ្នកគ្រូគាត់បង្រៀនសិស្សដូចជាបង្រៀនមេរៀនទី1តកតងនឹងអីសាលារៀនកុមារមេត្រីគាត់បង្រៀនពីកខកខមកហើយអញ្ចឹងគាត់នឹងសួរសិស្សនៅពេលដែលកំពុងតែរៀនហ្នឹងសួរសិស្សថាកូនចូលបញ្យកពាក្យឲ្យលោកគ្រូមួយមើលមេត្រីមានន័យថាម៉េចកូនអាហ្នឹងគឺជាសំណួរដែលគ្រូសួរពេលកំពុងសិក្សាហ្នឹងតែម្ដងអញ្ចឹងដូចខ្ញុំបញ្ជាក់ខាងលើមកអញ្ចឹងការវាយតម្លៃក្នុងម៉ោងហ្នឹងគឺមាន2ចំណុចទូក្នុងហ្នឹងទៀតការវាយតម្លៃភ្លាមនិងមានគម្រោងហ្នឹងហើយភ្លាមវាខុសគ្នាហ្មងអញ្ចឹងខ្ញុំសូមបញ្យល់បន្ថែមតាក់ទងជាមួយនឹងភ្លាមនិងមានគម្រោងឧទាហរណ៍ថាភ្លាមខ្ញុំលើកចំណុចទី1មកនិយាយសិនតាក់ទងជាមួយចំណុចភ្លាមឧទាហរណ៍ថាចេះពេលលោកគ្រូអ្នកគ្រូគាត់បរៀនមេរៀនភាសាខ្មែរមួយឧទាហរណ៍យើងចំណុចកអំណានពាក្យខបញ្ចូលពាក្យកបដិស័ព្ទខ
វាវចនៈស័ព្ទអញ្ចឹងគាត់លើកមក3ចំណុចហ្នឹងយកមកបរៀនសិស្សហើយប៉ុន្តែគាត់អត់មានសំណួរអត់មានគម្រោងថានឹងសួរទៅសិស្សទេគាត់អត់មានគម្រោងថាសួរទៅសិស្សតែពេលការសង្កេតមើលបើពេលពុំបរៀនគាត់សង្កេតមើលថាសិស្សដូចអត់យកចិត្តទុកដាក់ក្នុងការបរៀនរបស់គាត់អញ្ចឹងគាត់ក៏លើកសំណួរភ្លាមមកសួរសិស្សភ្លាមកូនស្អីគេទៅការបញ្ចូលពាក្យស្អីគេកូនឯងជួយបញ្ចូលពាក្យឲ្យលោកគ្រូអ្នកគ្រូមួយមើលអើយតាក់ទងជាមួយនឹងសាលារៀនអីគេទៅកូនសាលារៀនហ្នឹងមិនវិញទៅកូនបញ្ចូលពាក្យមេត្រីហ្នឹងមិនវិញទៅកូនកូនឯងជួយបញ្ចូលពាក្យហ្នឹងឲ្យលោកគ្រូអ្នកគ្រូមួយមើលអញ្ចឹងមានន័យថាគាត់សួរភ្លាមទៅសិស្សដើម្បីចង់ដឹងពីសមត្ថភាពរបស់សិស្សហ្នឹងក្នុងថ្នាក់ហ្នឹងគាត់យកអ្វីដែលលោកគ្រូពុំបរៀនហើយបើសិស្សនឹងឆ្លើយមកខុសគាត់នឹងកែលម្អចំណុចមួយហ្នឹងពេលកំពុងរៀនហ្នឹងហ្មងថាសាលារៀននេះពាក្យថាសាលារៀនហ្នឹងអ្នកពីអីសាលារៀនហ្នឹងជាកន្លែងអីអញ្ចឹងបើថាសាលារៀនសិស្សឆ្លើយថាជាកន្លែងកំសាន្តអីចឹងចុះអញ្ចឹងយើងជាគ្រូហ្នឹងយើងអាចកែលម្អគាត់ភ្លាមថាសាលារៀនហ្នឹងគឺជាកន្លែងដែលបណ្ដុះនៅចំណេះដឹងនៃការអប់រំឲ្យជាកន្លែងដែលផ្ដល់ចំណេះដឹងឲ្យយើងចឹងអាហ្នឹងគឺជាចំណុចភ្លាមអញ្ចឹងមានន័យគ្រូគាត់នឹកឃើញភ្លាមគាត់សួរសិស្សភ្លាមហ្មងហើយតាក់ទងជាមួយនឹងការវិទ្យាល័យដែលមានគម្រោងក្នុងម៉ោងហើយមានគម្រោងទៀតអញ្ចឹងមុននឹងមកបរៀនឬក៏មកបញ្ចូលសិស្សគាត់ប្រកាសជាមានគម្រោងហើយថ្ងៃហ្នឹងគាត់រៀនកខកខងគាត់នឹងមានសរសេរ note ក្នុងសភៅផែនការគាត់មួយថាគាត់នឹងលើកសំណួរមកសួរសិស្សមួយដូចជាថាស្អីគេទៅកូនជាបដិស័ព្ទគាត់ឯងចុះពាក្យបដិស័ព្ទមួយមើលបដិស័ព្ទជាមួយនឹងពាក្យធំមួយមកកូនអាហ្នឹងវាមិនវិញទេកូនអញ្ចឹងមានន័យថាគាត់មានគម្រោងយកមកសួរសិស្សហើយអញ្ចឹងដល់ពេលគាត់ពុំបរៀនគាត់លើកអាសំណួរដែលគាត់មានគម្រោងមកពីផ្ទះគាត់ហ្នឹងមកសួរសិស្សកូនស្អីគេទៅបដិស័ព្ទគាត់ឯងជួយបញ្យល់លោកគ្រូអ្នកគ្រូតិចមើលតើតើមួយបដិស័ព្ទហ្នឹងវាមានន័យថាម៉េចហ្នឹងនៅពេលហ្នឹងសិស្សក៏គាត់ឆ្លើយមកថាបដិស័ព្ទហ្នឹងគឺជាពាក្យទាំងឡាយណាដែលមានន័យផ្ទុយគ្នាអញ្ចឹងទៅហើយចឹងគាត់ធ្វើឧទាហរណ៍គាត់សួរមួយសំណួរទៀតកូនស្អីគេបដិស័ព្ទធំផ្ទុយនឹងអីកូនហើយកូនសិស្សក៏ឆ្លើយថាផ្ទុយនឹងទូចអញ្ចឹងមានន័យថាពេលអ្វីដែលគាត់បញ្យល់ទៅសិស្សគាត់ចេះគាត់ចាំគាត់យកពីអ្វីដែលគ្រូចង់បរៀនហើយអញ្ចឹងមានន័យថាការវាយតម្លៃក្នុងម៉ោងហ្នឹងគឺមានន័យបែបហ្នឹងគឺមានន័យថាពេលដែលពងរៀនគាត់គ្រូសួរពេលកំពុងរៀនគ្រូសួរភ្លាមសំណួរទៅសិស្សភ្លាមដើម្បីវាយតម្លៃថាសិស្សហ្នឹងចាប់បានដល់កម្រិតណាចឹងចំណុចទី3របស់ខ្ញុំសូមបញ្ចប់ត្រឹមចំណុចប៉ុណ្ណឹងខ្ញុំសូមចូលដល់ចំណុចទី4របស់ខ្ញុំគេនិយាយពីការវាយតម្លៃតាមដំណាក់កាលដែលផ្អែកលើការវាយតម្លៃបញ្ចប់តើតើជាមួយស្អីគេថាការវាយតម្លៃបញ្ចប់ស្អីគេធ្វើផ្អែកទៅលើវាមិនវាយតម្លៃមិនអញ្ចឹងខ្ញុំសូមបញ្យល់តើតើជាមួយនឹងការវាយតម្លៃបញ្ចប់នឹងគឺជាការវាយតម្លៃនៅពេលដែលគ្រូបង្រៀនបញ្ចប់មេរៀនណាមួយឬការវាយតម្លៃប្រចាំត្រីមាសប្រចាំខែប្រចាំឆមាសឬក៏ប្រចាំឆ្នាំអីចឹងទៅចឹងមានន័យថាវាយតម្លៃនោះផ្អែកលើនឹងមិនទៅចឹងមានន័យថានៅពេលឧទាហរណ៍ថាខ្ញុំលើកចំណុចមួយពេលបញ្ចប់មេរៀននៅពេលបញ្ចប់មេរៀនហ្នឹងមិនឧទាហរណ៍ថាគាត់បញ្ចប់មេរៀនទី1តើតើមានប៉ុន្មាន1កខកខងខ្ញុំបញ្ចប់មេរៀនលោកគ្រូគាត់នឹងបកអ្នកគ្រូលោកគ្រូគាត់នឹងបកមកវិញហើយគាត់មកសួរថាមេរៀនទី1យើងរៀនពីអីកូនចំណុចកអីគេកូនចំណុចខអីគេចឹងមានន័យថាគាត់នឹងសួរបកមកវិញហើយចឹងតើតើជាមួយនឹងការវិទ្យាល័យរបស់គាត់នឹងដឹងថាសិស្សគាត់នឹងចាំបានដល់កម្រិតណាហើយតើតើជាមួយនឹងការប្រឡងត្រីមាសតើតើជាមួយនឹងការសុំទោសលោកគ្រូការវិទ្យាល័យប្រចាំត្រីមាសហ្នឹងមិនត្រីមាសហ្នឹងអីគេមានរយៈពេល3ខែចឹងត្រីមាសហ្នឹងគឺរយៈពេល3ខែចឹងយើងអាចវិទ្យាល័យគាត់មិនតាមរយៈអីគេមានន័យថានៅពេលបញ្ចប់មេរៀនក្នុងរយៈពេលត្រីមាស3ខែហ្នឹងយើងធ្វើជាសំណួរកម្រងសំណួរមកសួរសិស្សហើយឲ្យសិស្សឆ្លើយមកយើងវិញអញ្ចឹងអាហ្នឹងគឺជាការវិទ្យាល័យមួយគាត់ថាកុំចាប់មកត្រីមាសហ្នឹងឯងគាត់ចេះអីខ្លះអាហ្នឹងគឺជាការវិទ្យាល័យប្រចាំត្រីមាសហើយតកតងមួយឆមាសហ្នឹងមិនឆមាសហ្នឹងគឺរយៈពេល6ខែបើតាមកម្មវិធីសិក្សាក្រសួងក៏តម្លាក់មកថា6ខែចប់មេរៀនប្រមាណអញ្ចឹងយើងត្រូវយកអាមេរៀនទាំងអស់ហ្នឹងយកមកបកមកសួរសិស្សវិញ
ពេលក៏យើងបញ្ចប់ត្រីមាសថមមាសហ្នឹងហើយយើងសួរសិស្សវិញយើងសួរសំណួរពីមេរៀនទី1មេរៀនទី2មេរៀនទី3ឬក៏មេរៀនទី4ចឹងទៅយើងយកពេលយើងធ្វើវាតម្លៃហ្នឹងវាតម្លៃទាំងអស់យើងយកមកបណ្ដុំមេរៀនក្នុងមួយឆមាសហ្នឹងយកមកសួរគាត់ទាំងអស់មិនមែនយកតែមេរៀនមួយមេរៀនយកមកសួរគាត់ទេហើយតើទៅនឹងប្រចាំឆ្នាំហ្នឹងគេអាចនិយាយបានថារៀនចប់មួយឆ្នាំបានគេប្រឡងប្រចាំឆ្នាំហ្នឹងយើងគាត់ប្រឡងមិនយើងអាចវិតម្លៃគាត់ពួកគាត់មិនមានន័យថាយកមួយឆ្នាំយកមេរៀនមួយឆ្នាំហ្នឹងយកមកធ្វើតេស្តគាត់ដើម្បីដឹងពីសមត្ថភាពរបស់គាត់ថាមកក្នុងរយៈពេលមួយឆ្នាំហ្នឹងគាត់ចេះអីខ្លះអាហ្នឹងគឺជាប្រចាំឆ្នាំអញ្ចឹងខ្ញុំសូមដល់ចំណុចទៀតចំណុចទូចៗរបស់ការវាយតម្លៃដែលផ្អែកលើការវាយតម្លៃបញ្ចប់ហ្នឹងអញ្ចឹងក្នុងចំណុចធំនៃការវាយតម្លៃតាមដំណាក់កាលដែលផ្អែកលើការវាយតម្លៃបញ្ចប់ហ្នឹងមានចំណុចទូចៗចំនួន3ខ្ញុំមានចំណុចក្នុងថ្នាក់ចំណុចទូទៅនិងខ្នាតធំអញ្ចឹងខ្ញុំសូមលើកចំណុចទី1សិនចំណុចក្នុងថ្នាក់ហ្នឹងមិនក្នុងថ្នាក់ហ្នឹងមានន័យថាក្រោយពីបញ្ចប់មេរៀនឬក៏ការយើងត្រូវធ្វើតេស្តសិស្សទាំងអស់គ្នានៅក្នុងថ្នាក់ឧបមាថាថ្នាក់ទី3កអញ្ចឹងយើងធ្វើក្នុងថ្នាក់យើងទៅយើងអាចដឹងពីសមត្ថភាពសិស្សយើងអាចវាយតម្លៃពីសមត្ថភាពសិស្សតាមរយៈការធ្វើតេស្តការសួរផ្ទាល់មាត់ការសង្កេតការឆ្លើយតបសួរសំណួរទៅវិញការសន្ទនាអញ្ចឹងទៅយើងអាចដឹងអញ្ចឹងមានន័យថាយើងធ្វើសកម្មភាពទាំងអស់ហ្នឹងគឺនៅតែក្នុងថ្នាក់យើងទេអញ្ចឹងអានឹងគឺជាការវាយតម្លៃមួយនៅពេលដែលគាត់បញ្ចប់មេរៀននៅពេលដែលគាត់បញ្ចប់ប្រចាំខែនៅពេលដែលគាត់បញ្ចប់ត្រីមាសនៅពេលដែលបញ្ចប់ឆមាសនិងនៅពេលដែលបញ្ចប់ឆ្នាំគឺធ្វើតែនៅក្នុងថ្នាក់យើងតែប៉ុណ្ណោះដើម្បីដឹងពីវាស់វែងសិស្សក្នុងថ្នាក់ហ្នឹងចាស់ទូទៅនឹងមិនទូទៅនឹងឧទាហរណ៍ថាក្នុងចំណោមក្នុងសាលារៀនមួយគាត់មានថ្នាក់ទី3ចំនួន3ថ្នាក់អញ្ចឹងគាត់នឹងធ្វើគ្រូហ្នឹងក៏នឹងរៀបវិញ្ញាសាមួយដើម្បីធ្វើតេស្តសិស្សវាតម្លៃសិស្សទាំងអស់ក្នុងចំណោម3ថ្នាក់ហ្នឹងតើសិស្សក្នុងចំណោមសិស្សថ្នាក់ណាដែលពួកគាត់ប្រកែកជាងសិស្សថ្នាក់ណាអញ្ចឹងទៅអាហ្នឹងគឺជាការវាតម្លៃទូទៅហ្នឹងមានន័យថាគ្នាច្រើនមិនមែនតែក្នុងមួយថ្នាក់ទេវាអាចចូល2ឬក៏3ឬក៏4អីទៅអាហ្នឹងគឺកម្រិតទូទៅហើយតាក់ទងមួយខ្នាតធំគាត់អាចប្រឡងសិស្សក្នុងចំណោមសិស្សថ្នាក់ទី3ទាំងអស់ឧបមាថាខាងគេរៀបចំតម្លាក់មកមួយស្រុកអញ្ចឹងថាប្រឡងខ្នាតធំហ្នឹងយើងសាក់ធ្វើតេស្តក្មេងថ្នាក់ទី3ក្នុងមួយស្រុកហ្នឹងគាត់តើសិស្សសាលាណាដែលមានការអប់រំខ្ពស់ដែលមានការអប់រំខ្ពស់សិស្សអាចចេះបានកម្រិតណាឧទាហរណ៍សិស្សក្នុងសាលានេះ20នាក់ចេះបាន10នាក់ល្អសិស្សសាលានេះ20នាក់ចេះបាន3នាក់វាអត់ល្អទេអញ្ចឹងមានន័យថាការវាតម្លៃខ្នាតធំហ្នឹងគឺវាតម្លៃបែបហ្នឹងគឺវាតម្លៃមកឧទាហរណ៍ថាមួយស្រុកឬក៏មួយឃុំអីចឹងទៅព្រោះដោយសារអីឃុំវាមានក្នុងមួយឃុំមាន2ឬក៏3សាលាហើយអញ្ចឹងយើងហ្នឹងគឺជាការវាតម្លៃខ្នាតធំហើយដែលវាមិនមែនជាទីតាំងតែមួយទេគឺទីតាំងផ្សេងគ្នាអាហ្នឹងខ្នាតធំគឺមានន័យថាចឹងអញ្ចឹងចំណុចរបស់ខ្ញុំសូមបញ្ចប់តខ្ញុំសូមអរគុណលោកគ្រូដែលជួយបរៀននិងជួយណែនាំហើយបើសិនជាមានចំណុចខ្វះខាតអីសូមលោកគ្រូជួយបន្ថែមចំណុចខ្វះខាតរបស់ខ្ញុំផងខ្ញុំសូមអរគុណនិងជម្រាបលាលោកគ្រូ